បងប្អូនដែលចង់ចាប់ផ្ដើមចិញ្ចឹមជ្រូកតើធ្លាប់គិតទេថាបើយើងចាប់ផ្ដើមចិញ្ចឹមជ្រូក10ក្បាលតើយើងត្រូវការដើមទុនប្រមាណថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីការគណនាឲ្យមើលជាក់ស្ដែងចាប់ពីថ្លៃកូនជ្រូកថ្លៃចំណីថ្លៃថ្នាំនិងការចំណាយផ្សេងៗហើយជាចុងក្រោយយើងសាកគិតមើលថាតើយើងអាចចំណេញឬក៏ខាតបាទអញ្ចឹងជាដំបូងអ្វីដែលយើងត្រូវគិតគឺយើងត្រូវគិតទៅលើថ្លៃកូនជ្រូកជាមុនសិនបងប្អូនបាទអញ្ចឹងខ្ញុំនឹងឧទាហរណ៍ថានៅពេលដែលយើងចិញ្ចឹមជ្រូក10ក្បាលបាទតើយើងត្រូវការដាំទុនអស់ប្រមាណអញ្ចឹងយើងទី1ត្រូវគិតថ្លៃកូនជ្រូកក្នុងមួយក្បាលបាទឧទាហរណ៍ថាក្នុងមួយក្បាលតម្លៃយើងគិតជាដុល្លារឧទាហរណ៍ថា$60ក្នុងកូនមួយបាទអញ្ចឹងយើងសាកយក$60ទៅគុណជាមួយនឹងចំនួនកូនជ្រូក10ក្បាលតើយើងត្រូវការចំណាយអស់ប្រមាណបាទអញ្ចឹងនៅពេលដែលយើងគុណទៅប្រហែលជាអស់$600បាទអញ្ចឹងហើយជ្រូក10ក្បាលយើងត្រូវការចំណាយ$600ក្នុងការទិញយកមកចិញ្ចឹមបាទហើយកូនជ្រូកគឺបងប្អូនអាចយកតម្លៃជាក់ស្ដែងនៅតាមតំបន់របស់បងប្អូនណាបាទរបស់បងប្អូនផ្ទាល់តែម្ដងព្រោះតម្លៃនៅកន្លែងផ្សេងៗគឺខុសគ្នាបាទប៉ុន្តែខ្ញុំឧទាហរណ៍នេះគឺយកតម្លៃនៅក្នុងតំបន់ខ្ញុំជាក់ស្ដែងតែម្ដងបាទអញ្ចឹងកូនជ្រូកមួយគឺ$60បាទហើយយើងគុណទៅជ្រូក10ក្បាលបាទស្មើនឹង$600បាទអញ្ចឹងបន្ទាប់ពីយើងចាប់ផ្ដើមទិញកូនជ្រូកយកមកចិញ្ចឹមហើយអ្វីដែលយើងត្រូវការបន្ទាប់ទៀតនោះគឺតាក់ទងទៅនឹងចំណីបាទអញ្ចឹងចំណុចធំបំផុតណាបាទដែលយើងត្រូវគិតនោះគឺការចិញ្ចឹមជ្រូកគឺថ្លៃចំណីបងប្អូនណាបាទមានថាយើងត្រូវកត់ត្រាទុកឲ្យបានច្បាស់លាស់បាទក្នុងមួយថ្ងៃតើជ្រូករបស់យើងបាទស៊ីអស់ប្រមាណក្នុងមួយក្បាលបាទអាហ្នឹងគឺយើងត្រូវកត់ត្រាមួយទៀតខ្ញុំណែនាំឲ្យបងប្អូនបាទកុំគ្រាន់តែប៉ានស្មានបាទចំណីមិនអស់ប្រមាណមានថាយើងចេះតែស្មានថាមួយថ្ងៃស៊ីអស់ប៉ុណ្នេះប៉ុណ្ណោះគឺអត់ទេបងប្អូនណាបាទត្រូវកត់ត្រាជារៀងរាល់ថ្ងៃទើបចុងក្រោយយើងដឹងថាជ្រូកមួយក្បាលបាទចំណាយអស់ប្រមាណបាទអញ្ចឹងគឺខ្ញុំនឹងបង្ហាញក្នុងវីដេអូនេះក្នុងថ្លៃចំណីបាទហើយក្នុងមួយថ្ងៃកូនជ្រូកត្រូវការចំណីអស់ប្រមាណអញ្ចឹងបងប្អូនអាចមើលនៅលើវីដេអូនេះបានគឺខ្ញុំបង្ហាញធ្វើជារូបភាពណានេះគ្រាន់តែជាឧទាហរណ៍ទេព្រោះតម្លៃចំណីគឺយើងការប្រើប្រាស់វាទៅតាមក្រុមហ៊ុននីមួយៗផ្សេងគ្នាបាទក្រុមហ៊ុនខ្លះអាចរៀងថ្លៃក្រុមហ៊ុនខ្លះអាចរៀងចុះថ្លៃបន្តិចប៉ុន្តែយើងអ្វីដែលសំខាន់គឺត្រូវផ្ដោតទៅលើគុណភាពនៃចំណីផងដែរទើបជ្រូករបស់យើងឆាប់ធំធាត់និងការលូតលាស់បានល្អបាទឥឡូវខ្ញុំនាំបងប្អូនមកស្ដាប់នៅតម្លៃជាក់ស្ដែងរបស់ជ្រូករបស់ខ្ញុំដូចតទៅតម្លៃបាន11500បាទត12000ហើយតែតម្លៃគឺបានប៉ុណ្ណឹងបងប្អូនចូលតំបន់បងប្អូនវិញគឺបានប្រហែលដែរបងប្អូនបាទបន្ទាប់ពីយើងគិតគូរនៅថ្លៃចំណីហើយអ្វីដែលបងប្អូនត្រូវធ្វើជាចាំបាច់នោះគឺថ្នាំបាទថ្នាំក៏ដូចជាការថែទាំបាទយើងក៏ត្រូវគិតទៅលើការចំណាយចំណុចនេះដែរបាទអញ្ចឹងក្រៅពីកូនជ្រូកនិងចំណីមានន័យថាយើងក៏ត្រូវទុកថវិកាសម្រាប់ការថែទាំក៏ដូចជាសុខភាពជ្រូកផងដែរបាទអញ្ចឹងចំណុចដែលសំខាន់នោះគឺកុំរងចាំបាទកុំរងចាំឲ្យជ្រូកឈឺធ្ងន់ទើបចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើសត្វជ្រូកបាទអញ្ចឹងយើងត្រូវមានការថែទាំក៏ដូចជាថ្នាំការពារប្រចាំទ្រុងរបស់យើងដូចខ្ញុំតែងតែបង្ហាញថ្នាំការពារប្រចាំទ្រុងរបស់យើងណាបាទក្នុងវីដេអូមុន
ពីម្ដងនេះហើយបាទហើយបងប្អូនបើសិនជាអាការៈជ្រូករបស់យើងមិនប្រក្រតីយើងមានន័យថាយើងគួរតែពិគ្រោះជាមួយនឹងពេទ្យសត្វឬក៏អ្នកជំនាញមុននឹងប្រើថ្នាំពេលខ្លះយើងទិញថ្នាំមកប៉ុន្តែបើសិនជាយើងប្រើប្រាស់ថ្នាំនោះអត់បានត្រឹមត្រូវអញ្ចឹងក៏ជ្រូករបស់យើងអាចជួបបញ្ហាដដែលទេបាទអញ្ចឹងយើងត្រូវពិគ្រោះជាមួយនឹងកន្លែងដេប៉ូដែលគេចែកចាយលក់ថ្នាំសត្វណាបាទហើយមួយទៀតត្រូវសួរនាំពេទ្យសត្វទៅបាទអាការៈជ្រូករបស់យើងមិនបាទយើងអាចសួរនាំគាត់បានប្រចាំភូមិណាបាទគាត់មិនកំណាញ់ទេគ្រាន់តែខលសួរពីនេះពីនោះហើយបើសិនជាយើងអត់ជឿជាក់ទេអាហ្នឹងយើងអាចហៅគាត់មកចាក់ក៏បានដែរបើសិនជាបងប្អូនអត់ហ៊ានចាក់ខ្លួនឯងឬក៏មិនច្បាស់អីបាទអញ្ចឹងត្រូវតាមដានសុខភាពជ្រូកនេះជារឿងមួយដែលសំខាន់បំផុតចាំត្រង់របស់យើងត្រូវតែប្រើថ្នាំដែលមានគុណភាពល្អបាទដាក់តែ1ជុល2ជុលឬចាក់យ៉ាងយូរ2ថ្ងៃទេបាទជ្រូកវិញ2ថ្ងៃគឺចាប់ទៅចំណីវិញបាទមួយទៀតគឺយើងត្រូវគណនាការចំណាយបាទអញ្ចឹងយើងត្រូវបូកសរុបទាំងអស់ឧទាហរណ៍ថាកូនជ្រូកបាទតម្លៃក្បាល$60 10ក្បាល600បាទយើងត្រូវបូកបាទអញ្ចឹងកូនជ្រូក10ក្បាលថ្លៃដើមមុនដំបូងគឺ600បូកនឹងចំណីយើងប្រើអស់ប្រមាណបាទមួយទៀតការថែទាំបាទការថែទាំហ្នឹងក៏យើងត្រូវគិតចូលដែររវាងថ្នាំពេទ្យសត្វណាបាទចំណាយផ្សេងមិនថាយើងចំណាយទៅលើស្អីទេឧទាហរណ៍ថាចំណាយទៅលើថ្លៃទឹកថ្លៃភ្លើងអីបាទគិតចូលខ្លះទៅបាទអញ្ចឹងនៅពេលដែលយើងបូកសរុបលទ្ធផលហ្នឹងមកបាទយើងនឹងដឹងថាការចំណាយអស់ប្រមាណហើយយើងត្រូវគុណខែផងបាទជូកសាច់ដូចជា3ខែកន្លះទៅ4ខែកន្លះនឹងយើងអាចបញ្ចេញបានហើយបាទហើយក្នុងរយៈពេលប៉ុណ្ណឹងតើយើងត្រូវការចំណាយអស់ប្រមាណអញ្ចឹងយើងគុណដើមទាំងអស់នោះមកបាទបន្ទាប់មកទៀតចាំយើងនៅពេលដែលជ្រូករបស់យើងជិតលក់អាហ្នឹងយើងទៅមើលតម្លៃទៀតថាតើយើងលក់បានប្រមាណបាទហើយនៅពេលដែលលក់ហ្នឹងបងប្អូនត្រូវតាមដានឲ្យច្បាស់បាទមិនមែនចេះតែហើយជ្រូកខ្ញុំលក់បានថ្លៃលក់បានប៉ុណ្ណោះប៉ុន្តែយើងអត់ដកអាថ្លៃចំណាយពីមុនផ្សេងអញ្ចឹងក៏យើងអត់ដឹងថាយើងចំណេញបានប្រមាណឬក៏ខាតបានប្រមាណដែរបាទអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនបើសិនជាបងប្អូនចង់ចាប់ផ្ដើមចិញ្ចឹមជ្រូកឬក៏កំពុងចិញ្ចឹមជ្រូកបាទសូមបងប្អូនគិតពីការចំណាយបានច្បាស់លាស់បាទចាប់ផ្ដើមតិចបាទសិក្សាកត់ត្រាបាទនិងគណនារាល់ថ្ងៃបងប្អូនណាបាទទើបយើងអាចចិញ្ចឹមជ្រូកទៅវាអត់ខាតបើសិនជាបងប្អូនអត់បានសិក្សាកត់ត្រាការចំណាយរាល់ថ្ងៃនោះទេយើងច្បាស់ជាខាតបាទអញ្ចឹងបងប្អូនដែលចង់តាមដានបាទជីវិតការចិញ្ចឹមជ្រូករបស់ខ្ញុំបាទចាប់ពីកូនជ្រូករហូតដល់លក់បាទសូមបងប្អូនជួយចុច Subscribe បាទ Channel របស់ខ្ញុំជើមជីវៀនហើយចុចរូបកណ្ដឹងមួយផងបាទហើយភាពបន្ទាប់នេះគឺខ្ញុំនឹងបង្ហាញអំពីកូនជ្រូកបែបណាទើបដែលយើងគួរទិញណាបាទហើយអរគុណពុកម៉ែបងប្អូនបាទជួបគ្នានៅវីដេអូក្រោយ